ជំរាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះជួបគ្នានៅវីដេអូបន្តជួបជាមួយនឹងយុវនារីហើយគាត់ក៏ជានិស្សិតជាបញ្ញវន្តដែលសិក្សានៅសាកលវិទ្យាល័យចង់ជ្រាបច្បាស់ខ្ញុំនឹងសុភាគាត់តតែម្ដងជំរាបសួរកញ្ញាចាជំរាបសួរបាទចង់ឲ្យកញ្ញាណែនាំខ្លួនថាតើឈ្មោះអ្វីរៀននៅសាកលវិទ្យាល័យណាហើយរៀនជំនាញអ្វីហើយបំណងទៅថ្ងៃអនាគតចង់ធ្វើអ្វីសូមជ័យបាទចាជំរាបសួរបងជាថ្មីម្ដងទៀតនាងខ្ញុំឈ្មោះ ខែឆៃនីនជានិស្សិតសិក្សាជំនាញនីតិសាស្ត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងបច្ចុប្បន្ននាងខ្ញុំជានិស្សិតឆ្នាំទី3ហើយនាងខ្ញុំសិក្សាជំនាញនីតិសាស្ត្រនេះទៅថ្ងៃអនាគតនាងខ្ញុំចង់ក្លាយទៅជាមន្ត្រីរាជការមួយរូបបងប្អូនមកទល់ពេលនេះជានិស្សិតឆ្នាំទី3ហើយមែនទេចាបងបាទហេតុអីបានជាបងប្អូនរើសសាកលវិទ្យាល័យជាតិគ្រប់គ្រងដើម្បីសិក្សាចាបងមូលហេតុដែលនាងខ្ញុំជ្រើសរើសសាកលវិទ្យាល័យជាតិគ្រប់គ្រងសិក្សាដោយសារតែសាកលវិទ្យាល័យគឺមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងល្អលោកសាស្ត្រាចារ្យគាត់មានបទពិសោធន៍និងជំនាញច្បាស់លាស់ហើយតកតងទៅនឹងការសិក្សាគឺមានគុណភាពល្អបងគុណភាពល្អជាសាលាយូរហើយចាបងមានគេឈ្មោះចាជាសាលារដ្ឋចាបងបាទអញ្ចឹងមានរៀនច្បងដែលរៀនចប់ពីសាលាហ្នឹងក៏មានការងារល្អៗធ្វើច្រើនចាអញ្ចឹងយើងគិតថារៀនទៅយើងនឹងបានទៅអញ្ចឹងដែរចាបាទបងប្អូនអ្នកទស្សនាទាំងអស់គ្នាជាពិសេសអាណាព្យាបាលរបស់បងប្អូនសិស្សានុសិស្សដែលកំពុងតែធ្វើការសម្រេចចិត្តអញ្ចឹងខ្ញុំគិតថានេះគឺជាជំរើសដើម្បីឲ្យបងប្អូនធ្វើការពិចារណាអញ្ចឹងជាចុងក្រោយនេះខ្ញុំចង់ឲ្យកញ្ញាមានអ្វីដែលជាការផ្ដាំផ្ញើទៅកាន់បងប្អូនដែលកំពុងតែធ្វើការសម្រេចចិត្តថាគាត់គួររើសសាលាណាគួររៀនអីហើយក្តីសុបិនរបស់គាត់ដូចគ្នាជាមួយនឹងបងប្អូនដែរទេអញ្ចឹងបងប្អូនមានអ្វីដែលជាការផ្ដាំផ្ញើចាបងជាចុងក្រោយនេះខ្ញុំសូមផ្ដាំផ្ញើទៅកាន់សិស្សប្អូនដែលទើបតែប្រឡងចប់ទី12ឲ្យគាត់ជ្រើសរើសជំនាញឲ្យត្រឹមត្រូវមានន័យថាគាត់រៀនអ្វីដែលគាត់ស្រឡាញ់ចាដោយសារតែបើយើងអត់ស្រឡាញ់យើងអត់មានក្តីសម័យនឹងវាទេយើងរៀនអត់បានទៅមុខទេបើមិនបើយើងឧទាហរណ៍យើងចេះតែចាប់យកជំនាញនេះយកមកសិក្សាសិននៅថ្ងៃអនាគតគាត់នឹងអាចមានបញ្ហាធំដោយសារអីគឺគាត់អត់ស្រឡាញ់ទេបើមិនបើគាត់អត់ស្រឡាញ់គឺគាត់រៀនអត់បានជោគជ័យទេគាត់អត់បញ្ចប់ការសិក្សាទៅលើជំនាញហ្នឹងទេអញ្ចឹងទី1គឺជ្រើសរើសជំនាញឲ្យបានត្រឹមត្រូវជ្រើសរើសនៅអ្វីដែលខ្លួនឯងស្រឡាញ់អរគុណបងប្អូនសង្ឃឹមថាទស្សនៈទានខ្លីបែបនេះជាសារមួយទៅកាន់បងប្អូនដើម្បីងាយស្រួលនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តអរគុណដល់បងប្អូនអ្នកទស្សនាទាំងអស់គ្នារវាងខ្ញុំជាមួយកញ្ញាសូមអរគុណហើយសូមជូនពរបងប្អូនមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចជួបគ្នានៅវីដេអូបន្តអរគុណសូមជម្រាបលា